ជាមួយនឹងប្រទេសកម្ពុជាបាទថ្ងៃនេះខ្ញុំមានព័ត៌មានទាំងស្រុងតែម្ដងពីនៅក្នុងប្រទេសកម្ពុជាដោយចូលទៅលើមុំផ្សេងៗព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានអាល់ចាហ្សេរ៉ាក៏បានរាយការណ៍ថាការប៉ះទង្គិចគ្នាថ្មីគឺនៅតែបន្តរវាងកម្ពុជាហើយនិងថៃបាទក្នុងគណៈពេលដែលភាគីទាំងពីរបានទៅជួបចរចាគ្នាបាទដើម្បីបញ្ចប់នៅអំពើហិង្សាដែលកំពុងកើតមានឡើងរវាងប្រទេសទាំងពីរនេះហើយនិយាយថានៅថ្ងៃនេះគឺមានការប្រើប្រាស់យន្តហោះប្រភេទថ្មីគឺ T50 ដែលតាមធម្មតាយន្តហោះគេប្រើសម្រាប់ហោះហាត់ប្រវេនហើយនឹងព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍នានារបស់សារព័ត៌មានផ្សេងៗហើយខ្ញុំសូមដកស្រង់សម្រងខ្លះៗមករាយការណ៍ជូនប្រិយមិត្តគឺការជួបប្រជុំរបស់